បើសិនជាក្រុមហ៊ុនរបស់អ្នកនេះអត់មាន performance system នឹងទេគឺចប់ហ្មងតែ performance system ប្រព័ន្ធវាស់ស្ទង់ការងារនេះតែមានសារៈសំខាន់អ្វីខ្លះទៅដល់ក្រុមហ៊ុនមួយហ្នឹងបើសិនអ្នកនេះចង់ដឹងសូមមើលវីដេអូនេះឥឡូវអ្នកនេះសាកសម័យមួយខ្ញុំទាំងអស់គ្នាមើលអ្នកនេះមកធ្វើការបានមុនគេហើយចេញក្រោយគេទៀតហើយដាក់កម្លាំងការចិត្តទាំងបេះដូងទាំងអារម្មណ៍ 100% ជារាល់ថ្ងៃនៅក្នុងក្រុមហ៊ុនមួយហ្នឹងប៉ុន្តែបើសិនជាកលេចមើលមករួមការងាររបស់អ្នកនេះមួយចំនួនតូចវិញគាត់មកចុចទៅទូរស័ព្ទលេងទៅទូរស័ព្ទ scroll មើល TikTok Facebook social media អីចឹងទៅគេវាពីការងារហើយធ្វើការហ្នឹងឲ្យតែរួចពីដៃប៉ុន្តែដៃខែដល់មិនអត់បានប្រាក់ខែស្មើគ្នាអត់មានប្រាក់រង្វាន់សម្រាប់អ្នកដែលខំពិតប្រាកដអ្នកដែលខំដាក់កម្លាំងកាយចិត្តនៅក្នុង company មួយហ្នឹងហើយព្រមទាំងអត់ដាក់ទោសទណ្ឌសម្រាប់អ្នកខ្ជិលអ្នកដែលមកធ្វើការឲ្យទៅរួចពីដៃដល់មកជិះផ្ទះដាច់ខែបើប្រាក់ខែប៉ុណ្ណឹងតែក្រុមហ៊ុនរបស់គាត់ហ្នឹងគឺអត់មាន performance system អត់មានប្រព័ន្ធវិតម្លៃរបស់បុគ្គលិកម្នាក់ៗនៅក្នុងក្រុមហ៊ុនមួយហ្នឹងអញ្ចឹងគាត់ដឹងថាលទ្ធផលឬសាររបស់បុគ្គលិកម្នាក់ៗហ្នឹងមានអីគេខ្លះមានអីគេខ្លះដែលធ្វើពិតប្រាកដមានអីគេខ្លះដែលធ្វើលេងៗតែយូរទៅមាននឹងអីកាត់ឡើងទៅបើមិនគាត់នៅតែបន្តអញ្ចឹងទៀតអ្នកដែលគេខំធ្វើការពិតប្រាកដគេក៏ចាប់ផ្ដើមបាក់ទឹកចិត្តម្ដងតិចហើយក៏គេមានអារម្មណ៍ថាទូខំទៅក៏អត់មានប្រយោជន៍បើសិនជាមេអត់ឃើញពី result អត់ឃើញពីតម្លៃដែលគេបានខិតខំលះបង់ក្នុងហ្នឹងចឹងមានអារម្មណ៍ថាគាត់ក៏សម្រេចចិត្តថាឈប់ខំតែប៉ុណ្្នឹងទៅហើយបើសម្រាប់បុគ្គលិកដែលខ្ជិលវិញគឺនៅតែធ្វើអញ្ចឹងអត់មានការអភិវឌ្ឍគឺអ្នកខ្ជិលហ្នឹងកាន់តែបានចិត្តហ្មងហើយជាចុងក្រោយហ្នឹងក៏ធ្វើឲ្យក្រុមហ៊ុនទាំងមូលហ្នឹងចាប់ផ្ដើមចុះថយបន្តិចម្ដងគឺដោយសារតែកត្តាមួយនេះផងដែរហើយក៏ជាមូលហេតុដែល performance system ការវិតម្លៃទៅលើបុគ្គលិកទៅលើបុគ្គលម្នាក់ៗគឺពិតជាមានសារៈសំខាន់មែនទែននៅក្នុងក្រុមហ៊ុននីមួយៗហើយ performance system ការវិតម្លៃទៅលើបុគ្គលឬមួយក៏បុគ្គលិកម្នាក់ៗគឺវាបង្កើតឡើងមិនមែនដោយសារតែចង់ដាក់សម្ពាធឬមួយក៏ pressure អីទេគឺវាបង្កើតមកដើម្បីការពារមនុស្សដែលគេខិតខំពិតប្រាកដតើអ្នកនេះធ្លាប់ជួបរឿងយុត្តិធម៌បែបហ្នឹងដែរអត់បើសិនអ្នកនេះធ្លាប់ជួបរឿងចឹងដែរសូមជួយ comment មួយផង